ว่าជាបឋមខ្ញុំសូមជំរាបសួរដល់បងប្អូនអ្នកសារព័ត៌មានដែលមានវត្តមាននៅទីនេះអញ្ញាតខ្ញុំបាទមានកិត្តិយសក្នុងការរៀបរាប់ពីកិច្ចប្រជុំពិសេស GBC លើកទី3នៃគណៈកម្មការព្រំដែនទូទៅដែលហៅកាត់ថា GBC តែចំពោះមុខដំបូងនេះខ្ញុំសូមធ្វើការរំលឹកបន្តិចចំពោះការរៀបចំហើយជាពិសេសគឺយើងកម្ពុជាយើងបានមានការសម្រេចជាច្រើនហើយជាពិសេសគឺកិច្ចប្រជុំសំខាន់និងកិច្ចសន្ទនាកិច្ចចរចាជាច្រើនខ្ញុំសូមរំលឹកនៅពេលនេះគឺផ្ដើមចេញពីកិច្ចប្រជុំពិសេសរវាងសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីស្ដីទីនៃព្រះរាជាណាចក្រថៃនៅថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅប្រទេសដែលជាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនិងសហការរៀបចំដោយសហរដ្ឋអាមេរិកព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិនហើយបន្ទាប់មកគឺយើងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅ GBC នៅទីក្រុងកូឡាឡុំពួរកាលពីថ្ងៃទី7ខែសីហាឆ្នាំ2025ហើយយើងបានមានការរៀបចំនៅកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មការព្រំដែនទូទៅ GBC នៅខេត្តកោះកុងកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025នេះរហូតដល់យើងមានកិច្ចប្រជុំជាលើកទី2នៃកិច្ចប្រជុំពិសេស GBC នៅក្នុងទីក្រុងកូឡាឡុំពួរកាលថ្ងៃទី23ខែតុលានៅឆ្នាំ2025ហើយអ្វីដែលជាពិសេសនោះគឺសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡុំពួររវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃនៅទីក្រុងកូឡាឡុំពួរប្រទេសម៉ាឡេស៊ីហើយមានការចូលរួមធ្វើជាសាក្សីពីអាដាមដូណាល់ J. Trump ធានាធិបតីសហរដ្ឋអាមេរិកនិងអាដាមដាតូសេរីអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025នឹងការសម្រេចជាចុងក្រោយគឺកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃដែលដឹកនាំដោយអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកិច្ចទូតការបរទេសនិងរដ្ឋមន្ត្រីសេហស័កខាងភាគីថៃដែលបានសម្រេចឲ្យមានកិច្ចប្រជុំ GBC ពិសេសលើកទី3នៅថ្ងៃនេះដែលយើងកំពុងតែប្រព្រឹត្តនៅឯព្រំដែនអន្តរជាតិនៅច្រកព្រំនិងច្រកបានប្រកាសព្រំប្រទល់រវាងខេត្តបៃលិននៃព្រះរាជាណាចក្រកម្ពុជានិងខេត្តចន្ទបុរីនៃព្រះរាជាណាចក្រថៃនៅថ្ងៃនេះជាខ្លឹមសាររួមនៃកិច្ចប្រជុំ GBC នៅពេលនេះខ្ញុំសូមអនុញ្ញាតសង្ខេបខ្លីៗដែលជាចំណុចសំខាន់ដំបូងគឺភាគីទាំងពីរយើងបានឯកភាពគ្នាទៅលើបទឈប់បាញ់បន្ទាន់មួយដែលនឹងចូលជាធរមានចាប់ពីថ្ងៃនេះនៅម៉ោង12ថ្ងៃត្រង់ស្របថ្ងៃទី27ខែធ្នូឆ្នាំ2025នេះតទៅក្រោយពីបទឈប់បាញ់នេះយើងទៅបានអនុវត្តឲ្យបានពេញលេញក្នុងរយៈពេល72ម៉ោងដែលក្នុងនោះនឹងអាចឲ្យភាគីថៃមានលទ្ធភាពក្នុងការដោះលែងយោធិន18កម្ពុជា18រូបដែលបានជាប់នៅប្រទេសថៃអស់រយៈពេល151ថ្ងៃមកហើយខ្ញុំសង្ឃឹមថាបទឈប់បាញ់នេះហើយយើងមានការអត់ធ្មត់រហូតដល់72ម៉ោងដើម្បីធានាបាននៅការធានាបាននៅបទឈប់បាញ់នេះហើយ18រូបនេះបានត្រឡប់មកប្រទេសកម្ពុជាវិញជួបនឹងបងប្អូនក្រុមគ្រួសាររបស់គាត់វិញនៅថ្ងៃខាងមុខនេះបទជំបាញ់នេះក៏ស្របទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡុំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះដែរគួរផ្សំពីលើនោះអ្វីដែលតាមរយៈនៃបទជំបាញ់នៅថ្ងៃនេះគឺនឹងបើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋភាគសឹកដែលមានលំនៅឋានទៅតាមតំបន់ព្រំដែននេះអាចមានលទ្ធភាពក្នុងការត្រឡប់ទៅរស់នៅលំនៅឋានរបស់ខ្លួនវិញអាចប្រកបមុខរបរក៏ដូចជាធ្វើស្រែចម្ការនិងបងប្អូនដែលមានកូនកុមារដែលអាចត្រឡប់ទៅចូលរៀនតាមបណ្ដាសាលារៀនបាននៅតាមបន្ទាត់ព្រំដែននេះហើយក្នុងនេះក៏ខ្ញុំសំណូមពរដែរថាឲ្យសូមឲ្យបងប្អូនជំនុំជាតិជាពិសេសគឺបងប្អូនភាគសឹកមានការស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលហើយជាពិសេសគឺស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានអាជ្ញាធរខេត្តចំពោះលំនៅឋានណាដែលមានសុវត្ថិភាពពិតប្រាកដពេញលេញសូមឲ្យស្ដាប់តាមការណែនាំនេះហើយចំពោះទីតាំងដែលពុំទាន់មានសុវត្ថិភាពក៏សូមឲ្យបន្តតាមដាននៅអ្វីដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាននឹងបន្តផ្ដល់ជាព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋចំណុចដ៏សំខាន់មួយទៀតគឺកិច្ចព្រមព្រៀងនេះគឺមិនប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរគឺបានឯកភាពគ្នាគឺជូនដល់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកឬហៅកាត់ថា JBC បន្តធ្វើដំណើរការឡើងវិញហើយបានឆាប់រហ័សបំផុតក្នុងការងារវាស់វែងនឹងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបន្ទាត់ព្រំដែនយើង។
ចំណុចមួយទៀតគឺកិច្ចព្រមព្រៀងនៅថ្ងៃនេះគឺជាកិច្ចព្រមព្រៀងកម្រិតរដ្ឋមន្ត្រីការពារជាតិដែលជាការបន្តអនុវត្តអ្វីដែលបានឯកភាពគ្នាកន្លងមកចាប់តាំងពីថ្ងៃទី28ខែកក្កដាឆ្នាំ2025រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីក្រុងកូឡាឡុំពួរចុះថ្ងៃទី26ខែតុលាឆ្នាំ2025និងសូមបញ្ជាក់ថានេះជាការប្រកាសរួមនេះនឹងមិនលុបទៅលើកិច្ចព្រមព្រៀងដែលភាគីកម្ពុជានិងថៃបានអនុវត្តកន្លងមកខ្ញុំជូនដោយតែអ្វីដែលខ្ញុំបានជូននៅកិច្ចព្រមព្រៀងនិងកិច្ចចរចាខាងលើនោះចំណុចមួយទៀតគឺកម្ពុជាយើងនឹងបន្តពង្រឹងនៅទូនីតិភារកិច្ចរបស់អ្នកសង្កេតការណ៍អាស៊ានឬហៅកាត់ថា AOT ឲ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងការសង្កេតការណ៍ផ្ទៀងផ្ទាត់និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅបទជុំបាញ់ក៏ដូចជាវិធានការនានាដែលបានការឯកភាពគ្នានៅថ្ងៃនេះនិងសូមស្វាគមន៍ដល់បណ្ដាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមដល់ជាជំនួយឬមួយក៏សម្ភារៈបច្ចេកទេសនានាដើម្បីបង្កើននូវសមត្ថភាពនិងលទ្ធភាពជូនទៅដល់ខាងក្រុម AOT នេះក្នុងការអនុវត្តការងារប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាពហើយឆ្លៀតក្នុងឱកាសនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលជាមហាគ្រួសារខ្មែរទាំងអស់ដែលកន្លងមកមានការគាំទ្រហើយជាពិសេសគឺទុកចិត្តទៅដល់រាជរដ្ឋាភិបាលក្នុងកលៈទេសៈដែលលំបាកនេះហើយក៏សូមសម្ដែងនៅការសោកស្ដាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់នៅសមាជិកជាទីស្រឡាញ់ក្នុងការប៉ះទង្គិចព្រំដែននៅពេលនេះផងដែរខ្ញុំសូមសម្ដែងនៅការសោកស្ដាយជាទីបំផុតចំពោះវីរៈកងទ័ពនិងនគរបាលក្នុងការពលីជីវិតក្នុងកំឡុងពេលព្រំដែននេះប៉ះទង្គិចនៅលើព្រំដែននេះហើយក៏សូមធ្វើការដឹងគុណចំពោះបងប្អូនវីរៈកងទ័ពនគរបាលនៅជួរមុខទាំងអស់ដែលបានលះបង់បូជាសាច់ស្រស់ជ្រាបសោះក្នុងមនសិការសាហាជាតិដើម្បីការពារព្រំដែនហើយជាពិសេសគឺការពារសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនិងបងប្អូនប្រជាពលរដ្ឋដែលនៅរស់នៅតាមបន្ទាត់ព្រំដែនយើងហើយខ្ញុំសូមឆ្លៀតឱកាសនេះក្នុងការថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតនិងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់ដែលមានវត្តមាននិងប្រឈមមុខក្នុងការដោះស្រាយនៅបញ្ហារបស់ប្រទេសជាតិរបស់យើងក្នុងគោលបំណងរក្សានូវសន្តិភាពសន្តិសុខហើយជាពិសេសគឺសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឱកាសនេះផងដែរខ្ញុំក៏សូមគូរំលឹកផងដែរថាស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលជាកងទ័ពជួរមុខជួរក្រោយក្នុងការឧបត្ថម្ភគ្រប់គ្រងដល់កងកម្លាំងជួរមុខជាពិសេសគឺបងប្អូនប្រជាពលរដ្ឋជនភេសឹកនៅតាមទីតាំងសុវត្ថិភាពទាំងអស់ខ្ញុំបកណាខ្ញុំសូមថ្លែងអំណរព្រះគុណដល់ជាជ្រៅបំផុតចំពោះសម្ដេចព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះអាណាចក្រកម្ពុជាហើយនឹងលោកម៉ែព្រះវររាជមេដាជាតិខ្មែរនិងសូមអរគុណដល់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងលោកជំទាវបច្ចិនមុនីហ៊ុនម៉ាណែតស្ត្រីទី1កម្ពុជាដែលបានព្រួយផ្ដើមកំណត់ក្នុងការផ្ដល់ជំនួយសប្បុរសធម៌ជាច្រើនក្នុងការសម្របសម្រួលដល់ជនភៀសសឹករបស់យើងក្នុងអំឡុងពេលដ៏លំបាកនេះនិងជាចុងក្រោយខ្ញុំសូមជូនពរដោយសេចក្តីសង្ឃឹមក្នុងការឆ្លងឆ្នាំសកលឆ្នាំ2025ឈានចូលឆ្នាំ2026ខាងមុខនេះពោពេញទៅដោយសុខសន្តិភាពសុវត្ថិភាពនិងសេចក្តីសុខជូនទៅដល់បងប្អូនប្រជាពលរដ្ឋទាំងកម្ពុជាទាំងប្រជាពលរដ្ឋថៃខ្ញុំសូមអរគុណ